khăn cứ lငងគឺខឹងសេចក្តីខឹងក្រោយចាប់ផ្ដើមពីភាពល្ងងខ្លៅនិងបញ្ចប់ទៅវិញដោយការខូចចិត្តខកបំណងនិងសោកស្ដាយបុគ្គលដែលមានការខឹងក្រោយគឺជាមនុស្សដែលមិនយកខួរក្បាលទៅពិចារណាអំពីហេតុនិងផលតែងធ្វើការវិនិច្ឆ័យក្នុងល្បឿនលឿនបំផុតហើយមនុស្សដែលមិនយល់អំពីហេតុផលនិងមិនស្ដាប់អំពីហេតុផលជាមនុស្សដែលមិនស្គាល់អំពីធម្មជាតិមនុស្សសត្វរុក្ខជាតិមិនស្គាល់អ្វីល្អអ្វីអាក្រក់ពិតប្រាកដមើលឃើញនិងវិនិច្ឆ័យរឿងរ៉ាវដោយស្មានព្រាវឬវិនិច្ឆ័យដោយការប្រើប្រាស់អារម្មណ៍ដោយមិនប្រើការគិតហើយពេលខ្លះយកការមើលឃើញនឹងភ្នែកនិងការស្ដាប់ឮនឹងត្រចៀកមកធ្វើការសន្មត់វិនិច្ឆ័យជារឿងត្រឹមត្រូវកុំធ្វើបែបនេះអីត្រូវមានសតិស្មារតីភ្ញាក់រលឹកចេះពិចារណាអំពីហេតុនិងផលស្ដាប់និងមើលឲ្យបានគ្រប់ជ្រុងជ្រោយមុនទទួលព័ត៌មានឲ្យបាន 100% គិតវិភាគពិចារណាទៅមុខទៅក្រោយទៅលើទៅក្រោមឲ្យបានច្រើនដងច្រើនជុំនោះអ្នកនឹងដឹងថាគ្មានអ្វីដែលអ្នកគួរខឹងទេព្រោះគ្រប់រឿងទាំងអស់មានហេតុទៅនាំឲ្យមានផលចូលទទួលស្គាល់ការពិតថាគ្រប់ហេតុផលទាំងអស់មានហេតុផលជាគ្រឿងជំរុញល្ងងទៅខឹងឈ្មោះនឹងខឹងគឺល្ងងព្រោះការខឹងជាផលនៃការភាពល្ងងខ្លៅនោះឯងនៅពេលដែលយើងខឹងចូលទទួលស្គាល់ថាយើងល្ងងហើយចាប់ធ្វើការបង្ហើបបញ្ញាដោយជំនះចិត្តខឹងឲ្យបានជាបន្ទាន់ដែលប្រើចិត្តមេត្តាចំពោះជីវិតមនុស្សសត្វដែលមានសេចក្តីល្ងងហើយចម្លងសេចក្តីល្ងងនោះមកខ្លួនយើងដែរការពិតទៅការគ្រប់ហេតុផលកើតឡើងវាគឺជាហេតុអ្វីៗទាំងអស់កើតឡើងមានហេតុនិងមានផលទាំងអស់ប្រសិនបើយើងបានដកឃ្លារំសាយកំហឹងទុកឲ្យអារម្មណ៍មានភាពស្ងៀមស្ងាត់និងដើម្បីឲ្យខួរក្បាលមានដំណើរការគិតទៅរកបំណោះស្រាយទៅជាការប្រសើរគ្រប់រឿងរ៉ាវទាំងអស់សុទ្ធតែមានបំណោះស្រាយវិធីមួយដោះស្រាយមិនចេញនៅមានវិធីជាច្រើនទៀតដែលអាចដោះស្រាយបានការបញ្ចេញកំហឹងមិនមែនជាបំណោះស្រាយទេផ្ទុយទៅវិញវាគឺជាការបង្កើតភាពស្មុគស្មាញនិងភាពតានតឹងតែប៉ុណ្ណោះការខឹងគឺជាការបាំងមុខនៃទ្វារបំណោះស្រាយការខឹងនាំឲ្យគ្មានបំណោះស្រាយការគ្មានបំណោះស្រាយឲ្យកើតនៅភាពតក់ក្រហល់ក្តៅក្រហាយនិងជាការកាត់ស្រាយដែលនឹងនាំមកនៅតែការខូចខាតដូច្នេះហើយបានជាយើងនិយាយថាខឹងគឺល្ងងនាំឲ្យខឹងការខឹងប្រៀបដូចជាការគ្រប់រាប់បែកដែលធ្វើឲ្យបរិយាកាសស្រអាប់មើលទៅពុំឃើញអ្វីនៅពេលកំហឹងផ្ទុះឡើងភាពស្រអាប់ក៏កើតឡើងដែរហើយភាពភ្លឺថ្លាត្រូវបានបាត់បង់ភាពអន្តរាយក៏កើតឡើងខឹងនាំឲ្យខុសខឹងនាំឲ្យជាប់ឃុំខឹងនាំឲ្យនាំគ្នាខំគ្នាខឹងនាំឲ្យខាតខឹងនាំឲ្យខៀវមុខសន្សំមេត្តាកាត់បន្ថយកំហឹងទោសៈគឺជាសេចក្តីក្រោធខឹងក្រោធគ្រប់សង្កត់យើងតែងតែធ្វើអំពើអាក្រក់ចំពោះខ្លួនឯងផងចំពោះអ្នកដែលស្ថិតនៅជុំវិញខ្លួនយើងផងទោសៈតែងឆេះនៅក្នុងចិត្តនិងរាងកាយធ្វើឲ្យមុខយើងឡើងប្រែពណ៌ជាពណ៌ក្រហមបេះដូងដើរខុសធម្មតាញ័រដៃញ័រជើងពេលយើងខឹងមុខរបស់យើងឡើងអាក្រក់មើលណាស់ការខឹងគឺជាភ្លើងដែលមានកម្ដៅរាប់រយអង្សាដុតកំឡោចកោសិកាខួរក្បាលនិងចិត្តរបស់យើងដើម្បីឲ្យចិត្តត្រជាក់គឺត្រូវដកកំហឹងចេញពីខួរយើងចេញទៅអ្នកមានមេត្តាធម៌នៅក្នុងចិត្តមានទឹកមុខស្រស់ថ្លានិងកែវភ្នែកថ្លាវង់ចំណែកអ្នកដែលគ្មានមេត្តាធម៌នៅក្នុងចិត្តវិញគឺមានមុខក្រហមស្រអាប់និងកែវភ្នែកក្រហមច្រាលចង់ឲ្យមុខមាត់កែវភ្នែកសម្បល់កាយស្រស់ស្អាតត្រូវមានមេត្តាធម៌ក្នុងចិត្តជួនកាលយើងក្តៅក្រហាយដោយភ្លើងទោសៈតែយើងអាចធ្វើឲ្យត្រជាក់ទៅវិញដោយការចម្រើនមេត្តាទោះជាសត្រូវនឹងមេត្តាទឹកជាធម្មជាតិមានសភាពថ្លានៅពេលចិត្តត្រូវទោសៈចូលទៅក្នុងលុកលយរីកត្បាតក៏คล้ายទៅជាមានភាពល្អក់ដូច្នេះយើងត្រូវយកទឹកមេត្តាមកលាងសម្អាតចិត្តរបស់យើងដូចទឹកដែលមេត្តាអាចផ្សាយទៅបានគ្រប់ទីកន្លែងទឹកចិត្តរបស់មនុស្សមិនខុសពីទឹកទេកាលណាយើងទុកវានៅកន្លែង
សេតនហភាពត្រជាក់វានឹងត្រជាក់កាលណាយើងទុកវាដាក់នៅកន្លែងដែលមានសេតនហភាពក្តៅនោះវានឹងឡើងកម្ដៅឡើងកាលណាយើងយកទឹកទៅដាំឲ្យពុះវានឹងកាន់តែក្តៅខ្លាំងឡើងហើយបើសិនជាយើងយកចេញពីចង្ក្រានហើយទុកឲ្យយូរបន្តិចវានឹងត្រជាក់ធម្មតាវិញបើអ្នកចង់បណ្ដុះមេត្តាធម៌នៅក្នុងចិត្តអ្នកត្រូវមានការអត់ធ្មត់ខំមាត់សង្កត់ធ្មេញទ្រាំកុំឲ្យបញ្ចេញកំហឹងនៅពេលអ្នកខឹងទុកយូរបន្តិចវានឹងមានទឹកត្រជាក់មកវិញចូលពិចារណាទៅនឹងការផ្លុំខ្យល់ចូលប៉ោងវានឹងរីកធំម្ដងបន្តិចជាលំដាប់ប្រសិនបើយើងនៅតែបន្តផ្លុំខ្យល់ចូលប៉ោងនៅតែបន្តការរីកមានរហូតដល់ដែនកំណត់នៃទំហំភាពយឺតរបស់វាมันអាចយឺតរីកទៅតទៀតបានគឺចាប់ផ្ដើមផ្ទុះបែកតែម្ដងនេះជាការសន្សំកំហឹងវានាំឲ្យបេះដូងផ្ទុះនៅពេលណាមួយចូលពិចារណាទៅលើប៉ោងដែលត្រូវបានគេបន្ធូរខ្យល់ដល់តឹងណែននោះចេញវិញនោះយើងនឹងឃើញថាទោះពេលនោះប៉ោងតឹងណែនដោយខ្យល់យ៉ាងណាក៏ដោយឲ្យតែយើងបន្ធូរវាបានតាន់ពេលវេលាវានឹងមិនផ្ទុះឬក៏បង្កគ្រោះថ្នាក់មហន្តរាយទៅដល់អ្នកណាដែរកំហឹងវាមិនបង្កឲ្យមានគ្រោះថ្នាក់ឡើយប្រសិនបើយើងចេះបន្ធូរភាពតានតឹងនោះចេញដើម្បីបន្ថយកំហឹងលុះត្រាតែយើងសន្សំនៅសេចក្តីមេត្តាគឺជាគ្រឿងបន្ថយកំហឹងល្អស័ក្តិសមបំផុតប្រសិនបើយើងចេះសន្សំមេត្តាបានច្រើនកាលណាកំហឹងក៏ត្រូវបានថយចុះច្រើនយ៉ាងនោះដែរហើយភាពតានតឹងក៏ត្រូវបានធូរស្រាលឡើងវិញចំណែកសេចក្តីទុក្ខព្រួយនិងការឈឺចាប់ក៏ត្រូវបានកាត់បន្ថយដែរពេលនោះសេចក្តីសុខក៏ចាប់ផ្ដើមដុតពន្លកសន្សឹមឡើងមកវិញដែរខឹងខាតខឹងខុសខឹងជាប់ឃុំខឹងគឺជាប្រតិកម្មអារម្មណ៍ដែលកើតឡើងតាមធម្មជាតិដោយភាពក្រោកឃ្លាតនៃចិត្តដែលមិនទាន់ត្រូវបានដុសខាត់នៅពេលដែលមានធម្មជាតិឬមួយក៏មានធម្មធាតុណាមួយមកប៉ះទង្គិចធ្វើឲ្យរង្គើដល់ចិត្តនោះការខឹងក្រោធនឹងកើតឡើងគ្រប់ជនដែលពុំទាន់មានការអប់រំទូមានដុសខាត់លុតដំសង្កត់ចិត្តទាំងអស់តែមានការខឹងក្រោធនៅពេលដែលមានអ្វីមួយមកប៉ះទង្គិចធ្វើឲ្យរង្គើដល់ចិត្តភ័យត្បិតថាការខឹងគឺជាប្រតិកម្មធម្មតារបស់ចិត្តប៉ុន្តែយើងមិនត្រូវបណ្ដោយឲ្យការខឹងកើតឡើងដោយគ្មានការឃុំក្រងហាមឃាត់នោះទេយើងត្រូវតែយកការគិតពិចារណាមកសង្កត់ពីលើចិត្តដែលចែកលើកំពុងរោគចង់ខឹងនោះភ្លាមប្រសិនបើយើងបណ្ដោយឲ្យចិត្តចង្រៃនោះផ្ទុះឡើងតាមទំនោរធម្មពលរបស់វានោះប្រកាសជាវាអូសទាញជីវិតយើងឲ្យធ្លាក់ចុះទៅក្នុងភ្នក់ភ្លើងនៃសេចក្តីវិនាសជាមិនខាននិទានបុគ្គលខឹងមានបុគ្គលខឹងបំរើនៅក្រុមហ៊ុនឯកជនម្នាក់ត្រូវបានប្រធានរបស់គាត់ហៅមកណែនាំកែតម្រូវកំហុសខុសឆ្គងក្នុងទំនាក់ទំនងដែលបានធ្វើឲ្យបាត់បង់អតិថិជនសំខាន់ជាច្រើនអ្នកស្រាប់តែពេលនោះគាត់ខឹងក្រោកច្រឡោតតោតតងហើយសរសេរពាក្យសុំលាឈប់ពីការងារភ្លាមក្រោយពីប្រធានចុះហត្ថលេខាលើពាក្យស្នើសុំលាឈប់នោះហើយគាត់ហាក់បីដូចជាមានការនឹកស្ដាយមួយផ្លែតក្រោយខឹងចិត្តនឹងភាពឆាវឆាវរបស់ខ្លួនខឹងខ្លាំងពេកគាត់បានចូលទៅបន្ទប់ទឹកដាល់ជញ្ជាំងជាច្រើនដៃខ្លាំងធ្វើឲ្យហើមដៃព្រមទាំងមានការឈឺចាប់យ៉ាងខ្លាំងបន្ទាប់មកគាត់បានមកយកម៉ូតូពីកន្លែងដើម្បីជិះមកផ្ទះតែដោយសារតែដៃហើមខ្លាំងកាន់ម៉ូតូមិនជាប់ធ្វើឲ្យម៉ូតូរបស់គាត់ដួលលើម៉ូតូគេបណ្ដាលឲ្យរយះអាវនិងបែកស្តុបអស់មួយចំហៀងម្ចាស់ម៉ូតូទាចំនួន$50គាត់ត្រូវខាត់បង់ប្រាក់អស់$50ទៀតក្រោយពីសងប្រាក់គេរួចគាត់ខឹងនឹងម៉ូតូគាត់ខ្លាំងណាស់ហើយក៏បានស្ទុះទៅទាត់មួយជើងធ្វើឲ្យដាច់បំពង់ស៊ីម៉ាំងនិងរបូតប្រាំងទៀតផងនៅពេលគាត់ជិះម៉ូតូតាមផ្លូវម៉ូតូបានលាន់សំឡេងខ្លាំងព្រមទាំងមានហុយផ្សែងពណ៌ខ្មៅច្រើនដោយសារធ្លីប្រេងមកសុទ្ធចូលបំពង់ស៊ីម៉ាំងនោះប៉ូលីសបានជិះម៉ូតូដេញតាមពីក្រោយហើយបញ្ជាឲ្យគាត់ឈប់តែគាត់មិនអាចបញ្ឈប់ម៉ូតូបានភ្លាមទេព្រោះប្រាំងមិនស៊ីក៏បានជ្រុលទៅបុកកូនឡានទំនើបរបស់គេដែលកំពុងបើកបរ
ម្ចាស់ឡានក៏ចុះមកស្ដីឲ្យនឹងទាសំណងគាត់គ្មានលុយឲ្យគេទេងាកទៅចង្អុលមុខប៉ូលីសរួចស្រែកថារឿងនេះមកពីប៉ូលីសជាអ្នកដេញតាមម៉ូតូរបស់គាត់ប៉ូលីសក៏បន្តវិញថាមកពីពួកគេគាត់មិនឈប់គាត់ខឹងនឹងប៉ូលីសខ្លាំងណាស់ទ្រាំពំបានក៏លោតទៅទាំងកំរោកដាល់ប៉ូលីសជាច្រើនដៃប៉ូលីសបានចាប់ដៃគាត់ដាក់ខ្នោះរួចដាក់ឃុំដាក់ហើយបន្ទាប់មកគាត់ក៏ត្រូវជាប់ឃុំពីបទអំពើហិង្សាពេលគាត់នៅក្នុងគុកគាត់ទាមទារឲ្យប្រពន្ធទៅជួបយកចំណីអាហារនិងសួរសុខទុក្ខមួយសប្តាហ៍ម្ដងតែដោយសារប្រពន្ធហត់នៅក្នុងការងារផងនិងការខ្វះខាតលុយកាក់ផងនាងមិនបានទៅជួបតាមសំណើប្តីទេហើយនាងក៏សុំប្តីថាទៅជួបតែក្នុងមួយខែម្ដងបានហើយស្រាប់តែគាត់ខឹងនឹងប្រពន្ធហើយចោទថានាងមានសហាយគាត់បានជេរប្រមាថដោយពាក្យអសុរោះមិនសមរម្យជាច្រើនចំពោះប្រពន្ធនាងទ្រាំមិនបានក៏ប្តឹងសុំលែងលះមួយឆ្នាំក្រោយមកបរិសុទ្ធឆេឆៅបានចេញពីគុកមកផ្ទះរកប្រពន្ធមិនឃើញនាងភ្ញាក់ខ្លួនព្រឺតហើយពោលថាកំហុសគ្រប់យ៉ាងមកពីខ្ញុំក្រោយមកគាត់ក៏បានទៅបួសជាព្រះសង្ឃហើយបានក្លាយទៅជាព្រះសង្ឃមួយអង្គដែលមានភាពប៉ិនប្រសប់ទេសនាអប់រំទូមានចិត្តអំពីសេចក្តីខឹងក្រោធនិងធម៌ខន្តីព្រះអង្គបានចាំសុភាសិតរបស់ព្រះពុទ្ធថាខឹងខូចខឹងខាតខឹងខុសខឹងជាប់ឃុំព្រះអង្គបានអប់រំថាខឹងខាតនៅពេលដែលយើងខឹងធ្វើឲ្យយើងសម្រេចចិត្តភ្លាមដោយគ្មានការពិចារណាអំពីហេតុផលលំបាកឬការខាតបង់ទាំងឡាយការសម្រេចចិត្តនៅពេលដែលមានសេចក្តីខឹងក្រោធគឺជាសេចក្តីសម្រេចចិត្តចង់ឈ្នះជាការសម្រេចចិត្តខុសឆ្គងយ៉ាងធ្ងន់ធ្ងរបំផុតជាការសម្រេចចិត្តដែលនាំមកឲ្យនៅសេចក្តីវិនាសអន្តរាយទោះបីជាពេលនោះក៏ពេលនេះគេបានដឹងថាត្រូវខាតបង់ប្រយោជន៍ជាច្រើនយ៉ាងណាក៏ដោយចិត្តដែលមានសេចក្តីវិនាសចង់ឈ្នះបានផ្ទុះឡើងនិងមានការសន្ទុះយ៉ាងខ្លាំងមកបុកជំរុញភាពស្ទាក់ស្ទើរឲ្យមានការរត់ដំភ្លាមខឹងខូចនៅពេលដែលយើងខឹងមានភាពឆេឆាវបានជំរុញឲ្យយើងហ៊ានបោកបោះគប់ក្រវែងបំផ្លិចបំផ្លាញរបស់ទ្រព្យសម្បត្តិផ្សេងតាមតែអំពើចិត្តដោយគ្មានការខ្លែងក្រែងអ្វីទាំងអស់កំហុងដឹកមុខប្រៀបដូចជាឡានដាច់ប្រាំងរបត់ចង្កូតអញ្ចឹងវានឹងបុកបំផ្លាញអ្វីដែលនៅចំពោះមុខទាំងអស់បុគ្គលខឹងតែងតែបំផ្លាញរបស់ដែលមានតម្លៃដើម្បីឲ្យអ្នកដទៃគេខ្លាចកោតខ្លាចញើសចំពោះអ្នកនោះខឹងខុសនៅពេលដែលយើងខឹងខុសគឺយើងមិនហ៊ានធ្វើអ្វីខុសឆ្គងបំពាននិងដាក់ជន់ឆ្លើយនៅលើភាពត្រឹមត្រូវជន់ឈាននៅលើភាពត្រឹមត្រូវមិនមែនគេមិនស្គាល់ខុសមិនស្គាល់ត្រូវនោះទេតែកំហុសបកចេញពីការអូសទាញឲ្យធ្វើចង់រឿងខុសធ្វើរឿងខុសទើបសមនឹងខឹងកំហឹងរបស់គេខឹងជាប់ឃុំនៅពេលយើងខឹងមានន័យថាយើងជាប់ឃុំរួចស្រេចទៅហើយគឺជាជីវិតត្រូវឃុំគ្រងដោយទុក្ខការឈឺចាប់ភាពក្តៅក្រហាយបុគ្គលខឹងមិនអាចកើតមានសេចក្តីសុខសប្បាយរីករាយឡើយចិត្តដែលធ្លាប់សប្បាយនឹងមានសេចក្តីសុខត្រូវហុំព័ទ្ធឃុំគ្រងដោយកំហឹងនិងការឈឺចាប់ក្តៅក្រហាយម្យ៉ាងវិញទៀតបុគ្គលដែលខឹងបាត់បង់ភាពជាម្ចាស់ការលើខ្លួនឯងនិងហ៊ានប្រព្រឹត្តអំពើមិនគប្បីផ្ដេសផ្ដាស់ខុសច្បាប់សង្គមហើយក៏អាចនឹងត្រូវជាប់ឃុំក្នុងគុកផងដែរ